នោះជាភេសជ្ជៈសរុបចំនួន120កែវដែលស្មើនឹង5,000យន្តខ្លីជាង80យន្តតើអ្នកចង់បង់ប្រាក់ដោយរបៀបណាប្រើកាតសមាជិកដែលបញ្ចប់ដោយ5,973គ្រាន់តែគិតប្រាក់ដោយផ្ទាល់អានគីបានផ្ដល់លេខទូរស័ព្ទរបស់ខ្ញុំដល់ពួកគេអ្នកគ្រប់គ្រងបានចុចកុំព្យូទ័ររួចងើយមុខឡើងដោយញឹមមិនអីទេអ្នកនាងសំទោសឲ្យកាត់គឺ5,500យន្តបន្ទាប់ពីការគិតប្រាក់នេះរួចនឹងនៅសល់តែ20យន្តប៉ុណ្ណោះសូមបញ្ជាក់អានគីលើកចង្ការរបស់នាងឡើងមើលទៅហាក់ដូចជាពេញចិត្តមិនអីទេវាគ្រាន់តែជាង5,000បន្តិចប៉ុណ្ណោះប្រាក់អាប់ហៅប៉ៅមិត្តរួមការងារដែលបានមកជួយលើកាហ្វេបានចាប់ផ្ដើមលាបប៊ឺលើនាងភ្លាមនោះជាចៃរបស់យើងដែលមានចិត្តសប្បុរសណាស់ពិតមែនហើយខាត់លុយ$5,000ដូចជាគ្មានអ្វីសោះឈីអ្នកពិតជារឿងព្រេងនិទានមែនការសរសើរទាំងអស់នោះច្បាស់ជាបានទៅដល់ក្បាលរបស់ NK ដោយផ្ទាល់ទឹកមុខក្រអឹតក្រទុំរបស់នាងកាន់តែរឹងមាំឡើងមិត្តស្រីរបស់អ្នកធ្លាប់ជាអ្នកក៏ឥឡូវនេះខ្ញុំមានលុយហើយខ្ញុំមិនថប់ទេពេលនោះអ្នកគ្រប់គ្រងបាននិយាយឡើងមិនអីទេអ្នកនាងការបញ្ជាទិញរបស់អ្នករួចរាល់ហើយសូមបញ្ចូលពាក្យសម្ងាត់សម្រាប់ការទូទាត់ប្រអប់ពាក្យសម្ងាត់មួយបានលេចឡើងនៅលើអេក្រង់កុំព្យូទ័រហើយពណ៌ទាំងអស់បានហូរចេញពីមុខរបស់ NK ពាក្យសម្ងាត់មែនហើយយើងត្រូវការពាក្យសម្ងាត់សម្រាប់ការទូទាត់ដើម្បីដំណើរការគិតប្រាក់អ្នកគ្រប់គ្រងនៅតែញឹមដោយគួរសមប្រសិនបើអ្នកមិនដឹងទេអ្នកអាចសុំឲ្យម្ចាស់កាត់មកលេងឬទូរស័ព្ទប្រាប់អ្នកអានគីឈោស្ងៀមនៅនឹងកន្លែងដោយគំនិតរបស់នាងទេស្អាតពាក្យសម្ងាត់តើមានពាក្យសម្ងាត់ដោយរបៀបណានាងធ្លាប់ឃើញខ្ញុំបង់ប្រាក់ពីមុនមកហើយខ្ញុំមិនដែលបញ្ចូលវាទេឥឡូវនេះរាល់ការសម្លឹងមើលនាងមានអារម្មណ៍ដូចជាចូលចាក់ចូលទៅក្នុងខ្លួននាងដោយខ្មាស់អៀននាងបានសាកល្បងលេខចៃដន្យមួយចំនួនម្នាក់និយាយពាក្យសម្ងាត់ខុសដោយភ័យស្លន់ស្លោនាងបានទាញទូរស័ព្ទរបស់នាងចេញមកហើយខ្ញុំនៅក្នុងការិយាល័យទូរស័ព្ទរបស់ខ្ញុំចាប់ផ្ដើមរត់ពាក្យពីរបានភ្លឺឡើងលើអេក្រង់អានគីខ្ញុំមើលឈ្មោះចុចបិទសំឡេងរួចបែរទូរស័ព្ទចុះក្រោមលើតុនៅជាន់ក្រោមក្នុងហាងកាហ្វេសារទូរស័ព្ទបានបន្លឺឡើងសូមអភ័យទោសលេខដែលអ្នកបានចុចកំពុងរវល់សូមព្យាយាមម្ដងទៀតនៅពេលក្រោយពេលឮសំឡេងស្វ័យប្រវត្តិនោះមុខរបស់ NK ប្រែជាស្លេកស្លាំងនាងមិនជឿក៏ទូរស័ព្ទទៅម្ដងទៀតសារដែរអ្នកប្រើប្រាស់កំពុងរវល់នាងចាប់ផ្ដើមផ្ញើសារមកខ្ញុំលីងតើអ្នករវល់ទេមានអាសន្ននៅទីនេះហាងកាហ្វេនិយាយថាកាតរបស់អ្នកត្រូវការពាក្យសម្ងាត់តើវាជាអ្វីសូមឆ្លើយតបនៅពេលអ្នកឃើញសារនេះមនុស្សគ្រប់គ្នាកំពុងរងចាំលីងអ្នកធ្វើបែបនេះដោយចិត្តអ្នកគ្រប់គ្រងបានសម្លឹងមើលនាងដោយនៅតែគួរសមប៉ុន្តែឥឡូវនេះមានភាពបន្ទាន់បន្តិចអ្នកនាងតើអ្នកចង់បង់ប្រាក់យ៉ាងដូចម្ដេចអតិថិជននៅពីក្រោយអ្នកបានរងចាំយូរហើយអានគីបានងាកក្រោយហើយឃើញជួរវែងមួយនៅពីក្រោយនាងមនុស្សគ្រប់គ្នាសម្លឹងមើលនាងមុខរបស់នាងឡើងក្រហមភ្លឺបូមាត់របស់នាងញ័រហើយនាងមិនអាចនិយាយបានមួយប្រយោគពេញទេខ្ញុំនឹងសួរមិត្តខ្ញុំម្ដងទៀតនាងប្រហែលជារវល់ឥឡូវនេះវាមិនមែនដូចជានាងអាចនិយាយបានថាខ្ញុំមិនដឹងពាក្យសម្ងាត់ទេខ្ញុំក្រីក្រហើយខ្ញុំលែងចង់បានការបញ្ជាទិញនេះទៀតហើយប្រសិនបើពួកគេមិនមែនជាអតិថិជនមកពីអគារការិយាល័យដូចគ្នាទេហាងកាហ្វេនឹងគិតប្រាក់ជាមុនសិនមុនពេលធ្វើការបញ្ជាទិញឥឡូវនេះប្រសិនបើនាងមិនអាចបង់ប្រាក់បានទេតើអ្នកណាដឹងថារឿងនេះនឹងបញ្ចប់ដោយរបៀបណាការអួតអាងទាំងអស់នោះនៅការិយាល័យនឹងប្រែក្លាយទៅជារឿងកំ pl ែងប៉ុន្តែការបង់ប្រាក់គឺមិនអាចទៅរួចទេវិកបត្រមានចំនួន5.180យន្តខណៈដែលប្រាក់ខែប្រចាំខែរបស់នាងមានត្រឹមតែ5.000យន្តប៉ុណ្ណោះហើយនាងនៅតែមានបំណុលចាស់ដែលត្រូវសងនៅខែក្រោយខណៈពេលដែលនាងជាប់គាំងដោយគ្មានផ្លូវចេញទូរស័ព្ទរបស់នាងក៏រត់ឡើងវាជាអ្នកស្រីចៅដែលផ្ញើមកពីអ្នកគ្រប់គ្រងអានគីបានលើកទូរស័ព្ទភ្លាមអ្នកស្រីចៅអានគីមានរឿងអ្វីកើតឡើងអ្នកបានបាត់ខ្លួនជារៀងរហូតហើយតើកាហ្វេណីណាមនុស្សគ្រប់គ្នាកំពុងសួរសំឡេងរបស់អ្នកស្រីចៅបានបន្លឺឡើងតាមទូរស័ព្ទហើយអានគីក៏ស្រក់ទឹកភ្នែកភ្លាមនាងយំទាំងពិបាកចិត្តបន្តិចបន្តួចហើយនិយាយថាអ្នកនាងចៅលីងនាងបានដាក់ពាក្យសម្ងាត់លើកាត់ខ្ញុំមិនអាចប្រើវាបានទេគាត់មិនលើកទូរស័ព្ទខ្ញុំទេហើយខ្ញុំក៏ជាប់នៅហាងកាហ្វេដែរខ្ញុំមិនអាចបង់ប្រាក់លើសពី$5,000បានទេពេលគាត់និយាយចប់អ្នកស្រីចៅក៏នៅស្ងៀមមួយសន្ទុះបន្ទាប់មកខ្ញុំបានរនាងស្រែកពេញការិយាល័យឈប់រងចាំទៅអានគីនិយាយថានាងមិនអាចព្យាបាលមនុស្សគ្រប់គ្នាបានទេនាងបានព្យាយាមបង់ប្រាក់ដោយប្រើកាតរបស់លេងប៉ុន្តែកាតរបស់លេងមានពាក្យសម្ងាត់នាងមិនអាចមានលទ្ធភាពបង់វាគេបတ်បានទេហើយឥឡូវនេះនាងជាប់គាំងនៅហាងកាហ្វេសម្លេងស្រែកមួយនោះត្រូវបានលើដោយការិយាល័យទាំងមូល